អោការរបស់ពេត្រូនេតូទាញហ្វាំងចូលប្រអប់កឹបបកក្រឹមលើកស្ដាំអត់ទេទាញឆ្វេងលើកចេញទៅខាងក្រៅបាត់ទៅហើយកូនច្បងរបស់រ៉ូណាល់ដូបងឡាមីនយ៉ាម៉ាល់តែ3ឆ្នាំទេអាយ៉ាក់ខ្លានេះដួលសុខស្ដាំយកបាល់បានហើយរូវីសបញ្ជូនឲ្យម៉ាកូគូរឡាម្ដងទៀតមិនលេងបាល់លើទេលេងបាល់ក្រោមជាប់ជាមួយវិទិញ្ញាចៅនៅវេឲ្យអ្នកចាំទីដឿអេស្ប៉ាញមកអើយព្យាយាមស្លាយអតយកបាល់បានពីឡាមីនយ៉ាម៉ាល់ទាញ2ទល់នឹង1យ៉ាម៉ាល់បោះជ្រែកអត់ផុតគោជុលអេស្ប៉ាញការលុកជើងរបស់ Bruno Fernandes ចែបឆោតពី Pedri ឡាមីនយ៉ាម៉ាល់ទៀនអ៊ុយសុនផ្ដាច់មកជើងមកដល់នីកូវីលៀមទៀតហើយវីលៀម1ទល់នឹង2កាត់មកកដាលទាត់ស្ដាំកដាលត្រង់នេះបាទលេងមកប៉ះហើយក៏ផ្ដាច់មកជើងទប់ទាន់អត់ចេញទៅខាងក្រៅទេបាទនីកូវីលៀមសុខស្ដាំអេស្ប៉ាញស៊ូប៊ីមេនឌីឲ្យឡាមីនយ៉ាម៉ាល់ទាញលើកឆ្វេងចូលក្នុងហើយក៏ទៀតថែមស្ដាំទាត់ស្ដាំមិនជាប់ទេស៊ូប៊ីមេនឌីវាចាញ់អត់ផុតពីរូម៉េនីយ៉ាលុកជើងមកក៏ធ្លាក់ទៅដល់លុកជើងពីចៅនៅវេដូចបញ្ជូនឲ្យស៊ូប៊ីមេនឌីអញ្ចឹងមួយជើងស្ដាំនេះដល់សាច់កាន់តែល្អមើលកាន់តែជួយចែកលឿនពីខាងប៉ូទុយហ្គាល់គ្រីស្ទីយ៉ាណូអេស្ប៉ាញម៉ាកូកូរ៉ាទះឡាទៅខាងលើទៅវីលៀមទៅវិញហើយមកពីខាងប៉ូទុយហ្គាល់អាយ៉ាគ្រីស្ទីយ៉ាណូរ៉ូណាល់ដូបាទជាទម្លាក់ខ្លីបេតូបញ្ជូនមកកណ្ដាលនូណូមេនដេសទាញទៅត្រង់នេះសុទ្ធឆ្វេងក៏មានឱកាសសុទ្ធតាមបាល់ស្មៅវិញពេលនេះស្វាយប្រយុទ្ធល្មមមកសុំចាញ់ហើយបាទមកជើងនេះស្អាតអូយបាទយងណាស់ទាញពីឡាមីនយ៉ាម៉ាល់លើកចូលមកខាងក្នុងហើយក៏ទប់បន្តិចហើយទូងផ្ដាច់មកដល់នេះទាញពីនីកូវីលៀមហ្វាំងមួយសិនកាត់ឆ្វេងចូលមកវីលៀមទៅពេទ្រីវិញក៏តែដាក់រដុបបន្តិចព្យាយាមនេតូហ្វាំងមួយនេតូបោះជ្រែកត្រង់នេះកាត់ចូលមកខាងកណ្ដងជ្រៀងឡើងចេះហើយបាទឥឡូវឱកាសទៅជាបន្តចេញពីស្លាកខាងឆ្វេងវីលៀមលើកទៅត្រង់នេះតែឃ្លៀពីឯកឡាឋានអាលីយ៉ានអារីណាកន្លែងនេះប៉ះនៃលេងជាបន្តទៅទៀតហើយអេស្ប៉ាញមកហើយប្រាក់បញ្ជូនចូលក្នុងអូយ៉ាសាបាគណៈដើមមួយគ្រាប់របស់ប៉ូទុយហ្គាល់គឺជាការស៊ើបបញ្ចូលទីរបស់ខ្សែការពារការប្រកួតនេះមកប៉ះជាមួយនឹងអេស្ប៉ាញបាទយីងស្ទើភ័យនិយាយយកមកឲ្យគាត់លេងការពារអញ្ចឹងក៏ពិបាកដែរបាទគ្រាប់តែលេងជំទង់អេស្ប៉ាញថែម15នាទី2ដងបាទបញ្ជូនបាល់បាទអស់លេងបាល់នេះបាទប្រភេទនេះអស់ទៅហើយឥឡូវទៅវិញពីខាងប៉ូទុយហ្គាល់អត់ក្រាស់ទៅត្រង់នេះទៀសតអបសាយអូមួយជាមួយនឹងម៉ាកូគូរ៉ាឡាទាញបន្តិចហើយក៏ព្យាយាមគៀសមកលើដំបូលទូកអេណាស៊ីអូទាញទាត់ស្ដាំពីចម្ងាយប្លុកជាប់តាមពីវិទិញ្ញាមកឲ្យគ្រីស្ទីយ៉ាណូទាញពេញយ៉ាម៉ាល់ចាំមិត្តរុំក្រុមឡើងសិនពេលត្រីទាញបញ្ជូនបន្តទៅដល់ហ្វាប៊ីយ៉ានរូវីបត់ឆ្វេងទះចេញអត់ទាន់តាណាឆាយហើយបាទម៉ាកូកូរ៉ាឡាមកសក់រៀងបាំងចូលភ្នែកកាត់ចូលមកខាងក្នុងទាត់បាខុសទៅទេអូបាទចេះទាត់បាខុសដែរវិទិញ្ញានេះបាទការប៉ះ219ប៉ះអាយ៉ាឥឡូវទាញទៅប៉ះកាត់ចូលទៅខាងក្នុងតែមកបាល់ចូលលេខទេបាទតែសុទ្ធតែមួយជើងអីទៀតបាទមានអីទៀតបាល់នេះបន្តិចមកថែមអាចជើងស្ដាំអ្នកចាស់មកវិញបណ្ដោយឱកាសរបស់ពេទ្រីកឹបពេទ្រីទាត់ស្ដាំលើកចូលមកខាងក្នុងតែទូយ៉ាងមានតែងើយពី Nelson Semedo Bernardo Silva បញ្ជូនឲ្យទៅ Nelson Semedo កាត់ចូលអូល្អបាទ Ignacio ជំនួសវិញដោយ Rafael Leao បាទអេស្ប៉ាញលេងមកឈុតធំតែម្ដងបាទអត់ចាំយូរទេវីលៀមបញ្ជូនមកដល់ឡាមីនយ៉ាម៉ាល់សុទ្ធឆ្វេងណាស់មកពី Rafael Leao ចុចមកត្រង់នេះឱកាសតែទៅលេងល្អមែនទែនបញ្ជូនខ្លីឲ្យអ៊ីស្កូសុទ្ធស្ដាំអាវីបានសុទ្ធតែល្អអាយ៉ាក់កន្លែងនេះអត់បាល់ទីបយកមកអបសាយទេបាទនេះអូបាទអបសាយទេបាទអូយ៉ាសាវ៉ាល់គាត់រត់លើក្រោមឃើញសេដ្ឋកិច្ចដឹកនាំដោយ Gonzalo Ramos បន្តលេអោអូកាតបាត់ហើយឥឡូវ Bruno Fernandes ជួយបានឲ្យក្រុមទាំងពីរសម្រាប់បច្ចេកទេសបន្តិចដើម្បីបន្តការប្រកួត15នាទី2ដង
ជាបន្តម៉ោងបន្ថែម15នាទីបាទលើកទី1បាទការទាញបាល់ចូលមកខាងក្នុងកាត់មកនេះឌីបញ្ជូនជាបន្តត្រឡាមីនយ៉ាម៉ាល់ដល់មកអ៊ីស្កូឲ្យយ៉ាម៉ាល់វិញយ៉ាម៉ាល់ឲ្យអ៊ីស្កូតែឃ្លីអត់តន់ត្រាឆ្ងាយទេបញ្ជូនកន្លែងនេះទាត់ឡើងទៅខាងលើឱកាសសុទ្ធឆ្វេនូណូមែនដែរទាញចូលមកកណ្ដាលមែនដែរឌូភីងជាបន្តអាយយបើគ្រប់ហើយបាទក្តៅលេអាវទាញលេអាវផុតហើយលេអាវហើយទៅជាបន្តរ៉ាហ្វែលលេអាវបញ្ជូនចូលក្នុងខូចរៀងទាត់ពី Bruno Fernandes Bruno លើកចូលទៅក្នុងឲ្យលេអាវកាប់ចូលកាប់ទៅជាបន្តទៀតតែមកក្បាលចាប់ជុកហើយនឹងបាទ Cristiano Ronaldo ចូលផ្ដល់ជាបាទអញ្ចឹងដល់អេស្ប៉ាញទៅជាបន្ត Mikel Merino Marco Kurela បញ្ជូនអត់ផុតទេជាប់ជាមួយ Pedro Porro អូយ៉ាសាបាល់ឲ្យពេត្រូកាត់មកកណ្ដាលវិញមកប៉ូរ៉ូមកទៅអត់ផុតទេដូមូរ៉ាតាចូលណាបានបាល់បានលើកមកតែមកបាល់ឱកាសកាត់ចូលមកខាងក្នុងបាទបាច់ទៀតទៅត្រង់ប៉ូរ៉ូកាត់ចូលទៅខាងក្នុងបាទអត់មានទេពីណូទាញចូលទៅខាងក្នុងពីណូបញ្ជូនជាបន្តកាត់ចូលមកកណ្ដាលបកក្រោយមកវិញវិញ្ញាកឹបបញ្ជូនបន្តរ៉ូបែនឌីយ៉ាលើកចូលតែមកខ្លាំងដែរហ្នឹងមកម៉ូឌីហ្គោចូលតាគាត់សំកាំងលោកអញ្ញាកដាមកផ្លុំកញ្ចាបញ្ចប់ការប្រកួតស្រ័យបាទការដំបូងគេគឺបាទ Gonzalo Ramos ទៅហើយ Ramos បាច់តែម្ដងបាទពីខ្សែប្រយុទ្ធមើលនេះខ្ញុំគិតថា Mikel Merino បច្ចេកទេសកាច់ផុតចង្កេះអ្នកចាំទីបាទត្រៀមទៅហើយវីទីញ៉ាត្រូវជ្រុងត្រូវមុំតែកាត់អេលិចបាយណាបច្ចេកទេសដឹងតែ Bruno នេះហើយបាទគឺជាអ្នករ៉ាប់រងកាច់ចង្កេះលោកជើងសេះទាត់យកមុំអេស្កូទីដូខាងហើយនូណូមែនដានេះបាទទៅលើអាល់វ៉ារ៉ូម៉ូរ៉ាតាមែនទីរបស់គាត់អត់ទំនងសោះបាទទៅហើយរូបេននេវ៉ាទៅដល់ក្រុមជម្រើសជាតិបញ្ចខាឡូទីកាល់ទីបំផុតពួកគេធ្វើបានជាថ្មីទល់អេស្ប៉ាញនៅក្នុងការប្រកួតចិត្តឲ្យតែមានការខិតខំប្រឹងប្រែងវឹកហាត់ដល់5ក៏បានប្រគល់ទៅដល់ដៃម្ចាស់ជើងឯកនៅក្នុងពិរវ័ន UEFA Nations League ឆ្នាំ2025 គូលបាទរបស់ក្រុមជម្រើសជាតិប៉ូទុយហ្គាល់ក៏ដូចជាថ្នាក់ដឹកនាំ